ទស្សនិកជនក្រោយបាត់ជប់បាញ់ចូលជាធរមាន72ម៉ោងនឹងការដោះលែងយោធិនកម្ពុជាទាំង18នាក់មកកម្ពុជាវិញនោះនៅតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់មិនមានឮសូរសំឡេងផ្ទុះអាវុធនោះឡើយទោះជាបែបនេះក្តីនៅតាមតំបន់ដែលទាហានថៃឈរជើងមួយចំនួនគឺឃើញមានសកម្មភាពដោតទង់ជាតិថៃនៅលើទឹកដីខ្មែរដែលជាហេតុដែលនាំឲ្យមានការភ័ន្តច្រឡំថារាជរដ្ឋាភិបាលកម្ពុជាដោះដូរទឹកដីនិងសន្តិភាពដោះដូរទឹកដីជាថ្នូរនឹងការដោះលែងយោធិនទាំង18នាក់មកវិញចានៅក្នុងព្រឹត្តិការណ៍ព័ត៌មានជាតិលោកហ៊ុនសេរីវត្តនឹងចូលខ្លួនមកឆ្លងឆ្លើយជាមួយនឹងខ្ញុំជុំវិញរឿងនេះលោកស្រីវត្តក្រោយបាត់ឈប់បាញ់ចូលជាធរមាន72ម៉ោងនឹងការដោះលែងយោធិនកម្ពុជាទាំង18នាក់មកកម្ពុជាវិញតើសារព័ត៌មានថៃបានផ្សព្វផ្សាយអ្វីខ្លះពីការឈរជើងរបស់ទាហានថៃនៅទឹកដីខ្មែរមួយចំនួនបាទអរគុណម្ល៉េះសូមជំរាបសួរប្រិយមិត្តកម្មជាថ្មីផងដែរអ្វីដែលជាការចាប់អារម្មណ៍របស់សារព័ត៌មានថៃធំហើយជាការផ្សព្វផ្សាយរបស់សារព័ត៌មានរបស់គេនោះគឺតាក់ទងជាមួយនឹងការទៅប្រាសាទតាកបីរបស់នាយករដ្ឋមន្ត្រីថៃអនុទានច័ន្ទវរៈគុលដែលបានទៅពិនិត្យមើលសមរភូមិតំបន់តាកបីហើយក៏បានមានការបង្ហូតទង់ជាតិនៅទីនោះផងដែរនេះជាសញ្ញាមួយដែលថៃចង់បង្ហាញមកកម្ពុជាតាក់ទងជាមួយនឹងតំបន់ភូមិសាស្ត្រមួយដែលមានការไปវាយប្រយុទ្ធគ្នាក្នុងកាលពីកន្លងទៅទោះយ៉ាងណានៅក្នុងតំបន់ផ្សេងទៀតដែលមើលទៅដូចជានៅភូមិព្រៃច័ន្ទនៅភូមិជោគជ័យទាហានថៃក៏បានដោតទង់ជាតិព្រមទាំងយកទូកុងតឺន័រមកដាក់នៅក្នុងភូមិទាំងអស់នោះប្រើប្រាស់គ្រឿងចាក់ធំឈូសឆាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋព្រមទាំងរាយលុះបន្លាមិនឲ្យពលរដ្ឋខ្មែរចូលត្រឡប់ទៅវិញផងដែរបាទក្រៅពីនេះបើមើលតាមបណ្ដាញសង្គមវិញមិញគឺជាតាក់ទងជាមួយនឹងការផ្សាយរបស់សារព័ត៌មានថៃប៉ុន្តែបើយើងមើលតាមបណ្ដាញសង្គមវិញគឺឃើញថាទាហានថៃជាច្រើនបានចាប់ផ្ដើមបង្ហោះរូបភាពអំពីជ័យជំនះរបស់ពួកគេអំពីទីតាំងរបស់ពួកគេឈរជើងដែលមាននៅក្នុងភូមិស្រុករបស់ពលរដ្ឋខ្មែរយើងហ្នឹងមានខ្លះទាហានខ្លះបានបង្ហាញសកម្មភាពរាយបលាលួសទាហានខ្លះបានបង្ហាញរូបភាពនៃការចាក់លេនដ្ឋានចែកជីកត្រង់សេលើកបាវសាច់ធំដើម្បីការពារទីតាំងរបស់គេជាដើមអញ្ចឹងមានខ្លះគេបង្ហោះរូបភាពរំលេងហើយខ្លះទៀតចូលទៅក្នុងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរប្រមូលសម្ភារៈមានទាំងពេលខ្លះមានយកទាំងខោអាវរបស់ទាហានខ្មែរយកមកស្លៀកពាក់សម្ដែងអីចឹងជាដើមទៀតទាហានខ្លះទៀតបានចូលទៅប្រមូលសម្ភារៈហើយមានដូចជាម៉ូតូមានដូចជារថយន្តគោយន្តអីជាដើមយកទៅប្រើប្រាស់រួមទាំងសកម្មភាពផ្សេងទៀតដែលជាសកម្មភាពឌឺដងប្រហើនមានដូចជាការឈូសឆាយផ្ទះសម្បែងបំផ្លាញទីសក្ការៈនិងឈូសឆាយដើមឈើដើមអីនៅក្នុងតំបន់ដែលទាហានថៃបានឈរជើងនោះផងដែរបាទដែលបានកាន់កាប់នោះផងដែរបាទចានៅពេលដែលឃើញសកម្មភាពយោធាថៃចាផ្សេងនឹងការដោតទង់ជាតិរបស់ថៃនៅលើទឹកដីខ្មែរប្រជាពលរដ្ឋមួយចំនួនបានគិតថារាជរដ្ឋាភិបាលដោះដូរសន្តិភាពជាមួយនឹងទឹកដីក៏ដូចជាដោះដូរជាមួយនឹងយោធិនកម្ពុជាទាំង18នាក់តើរឿងនេះពិតដែរឬទេលោកស្រីវត្តហើយរាជរដ្ឋាភិបាលមានការបកស្រាយយ៉ាងណាដែរចំពោះរឿងនេះបើនិយាយទៅបើសិនជាកាត់ដីដើម្បីសន្តិភាពដដែលមិនចាំបាច់ធ្វើសង្គ្រាមប្រយុទ្ធគ្នាអីរហូតមកដល់ពេលនេះទេបានន័យថាយល់ព្រមជាមួយនឹងថៃតាំងពីពេលដែលពួកគេទាមទារលើតំបន់ទាំងប្រមាណនោះគឺចប់សពគ្រប់អស់ហើយដោយសារតែការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាហើយបានជារដ្ឋាភិបាលកម្ពុជាមិនអោយថៃធ្វើការបំពានពានបានដោយស្រេចចិត្តដែលរហូតដល់ឈានទៅដល់ចំនួនបដាវុធកាលពីដល់ទៅ2ដងកាលពីខែកក្កដាម្ដងហើយកាលពីខែធ្នូចុងឆ្នាំ2025កន្លងទៅម្ដងទៀតចំពោះការដោះលែងទាហានខ្មែរមកកម្ពុជាវិញគឺជាកាតព្វកិច្ចរបស់ថៃដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់និងការធានាចំពោះមុខរដ្ឋមន្ត្រីការបរទេសចិនយើងដឹងហើយថានៅពេលដែលប្រជុំរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃចិននៅឯខេត្តយូណានប្រទេសចិននោះគឺរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ចំពោះមុខរដ្ឋមន្ត្រីការបរទេសចិនជូនចំពោះរដ្ឋមន្ត្រីការបរទេសខ្មែរថាប្រទេសថៃបានរៀបចំឯកសារបញ្ជូនទៅកាកបាទក្រហមអន្តរជាតិដើម្បីអំពីការដោះលែងទាហានខ្មែរទាំង18នាក់មកកម្ពុជាវិញផងដែរការដោះលែងមកវិញនេះថៃក៏ទទួលរងសម្ពាធផ្ទៃក្នុងផងដែរនៅថ្ងៃទី1ខែមករា
បណ្ដាញព័ត៌មានថៃបណ្ដាញសេចក្តីប្រកាសព័ត៌មានថៃមួយក៏បានបញ្ជាក់ថាការដោះលែងទាហានខ្មែរនេះគឺជាការអនុវត្តតាមយន្តការមនុស្សធម៌មិនមែនជាការចាញ់ប្រៀបការទូតឬក៏សម្ពាធពីខាងណាទេចំពោះបញ្ហាព្រំដែនរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការកម្លាំងទេពីការប្រើប្រាស់កម្លាំងទេអញ្ចឹងបានត្រូវការឲ្យមានកិច្ចប្រជុំ GBC ដើម្បីកំណត់ព្រំដែនច្បាស់លាស់ហើយការប្រជុំ JBC នេះក៏ត្រូវបានដាក់នៅក្នុងការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ GBC កន្លងទៅផងដែរដោយថាកម្ពុជានិងថៃនឹងដោះស្រាយតាមយន្តការដែលមានស្រាប់និងលិខិតបទដ្ឋានអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនដើម្បីវាស់វែងព្រំដែននេះរឿងព្រំដែននេះវាមិនមែនចប់ត្រឹមតែវាយប្រយុទ្ធគ្នាហើយបោះទីតាំងលើកទង់ជាតិតែប៉ុណ្ណឹងតែចប់ទេពីព្រោះថាបើនិយាយជាភាសាសាមញ្ញកម្ពុជាមានប្លង់រឹងត្រឹមត្រូវប្លង់ព្រំដែនផែនទីរបស់ប្រទេសកម្ពុជាគឺបានយកទៅតម្កល់និងទទួលស្គាល់ដោយអង្គការសហជីវជាតិដែលមិនមែនជារដ្ឋមួយដែលមិនមានព្រំដែនច្បាស់លាស់ទេអញ្ចឹងការវាស់វែងព្រំដែនជាមួយនឹងថៃវាស់វែងព្រំដែនកម្ពុជាថៃគឺត្រូវតែជាដំណាក់កាលនៃការពិនិត្យទៅលើព្រំដែនអន្តរជាតិពិនិត្យទៅលើសន្ធិសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិរវាងកម្ពុជានិងថៃនឹងជារួមការសម្រេចបានមកដល់ពេលនេះគឺបើយើងមើលទៅធ្វើយ៉ាងណាបើយើងមើលទៅរដ្ឋាភិបាលគឺធ្វើយ៉ាងណាបញ្ឈប់ការបាញ់គ្នាជាមុនសិនធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ជាមុនសិនហើយមានការដោះលែងទាហានខ្មែរត្រឡប់មកវិញហើយការវាស់វែងព្រំដែនទើបចាប់ផ្ដើមតាមក្រោយវាដូចជាការចែកនៅក្នុងកិច្ចព្រមព្រៀង GBC កាលពីថ្ងៃសេចក្តីប្រកាសរួម GBC កាលពីថ្ងៃទី27ហ្នឹងនៅត្រង់ចំណុចទី3លេខ1ធំក្នុងសេចក្តីប្រកាសហ្នឹងក៏បានបញ្ជាក់ថាភាគីទាំងពីរបានឯកភាពគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនដែលនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យថាព្រំដែនវាមិនមែនកំណត់ដោយការបោះជើងទីតាំងមូលដ្ឋានរបស់ថៃនោះទេការកំណត់ព្រំដែនជាក់លាក់គឺត្រូវការវាស់វែងការកំណត់ដោយមានការច្បាប់អន្តរជាតិដោយពិនិត្យទៅលើអនុសញ្ញាសន្ធិសញ្ញារវាងប្រទេសទាំងពីរដែលបានអនុម័តនោះបាទចាងាកទៅជនភៀសសឹកជាងកន្លះលានអ្នកវិញតើបានត្រឡប់ទៅលំនៅឋានវិញហើយឬនៅគិតមកដល់រសៀលថ្ងៃទី2ខែមករាបើរាប់ពីថ្ងៃដែលយើងបានចុះកិច្ចព្រមព្រៀងដែលយើងបានមានសេចក្តីប្រកាសរួម GBC កាលពីថ្ងៃទី27ហ្នឹងមកដល់ពេលនេះគឺមិនទាន់បានមួយសប្តាហ៍សុបួលទេគឺឃើញការអនុវត្តជាដំណាក់កាលមានការដោះលែងទាហានខ្មែរឲ្យត្រឡប់មកវិញជាដើមអញ្ចឹងហើយឃើញពលរដ្ឋខ្មែរយើងដែលភៀសខ្លួនទៅកាន់ទីតាំងភៀសសឹកក៏បានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញផងដែរក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់អស់ទេគឺបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាមានពលរដ្ឋប្រមាណជាង100000នាក់បានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញខណៈនៅជាង400000នាក់ផ្សេងទៀតក៏កំពុងតែស្នាក់នៅទីតាំងភៀសសឹកផងដែរហើយសង្ឃឹមថាស្ថានភាពព្រំដែននឹងត្រឡប់មកភាពប្រក្រតីវិញដោយដែលរដ្ឋមន្ត្រីការបរទេសកម្ពុជារដ្ឋមន្ត្រីការបរទេសថៃនិងរដ្ឋមន្ត្រីការបរទេសចិនបានប្រជុំគ្នាអញ្ចឹងគឺសង្ឃឹមថាកិច្ចប្រទេសទាំងអស់នឹងអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់អនុវត្តបានពេញលេញហើយស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរនឹងត្រឡប់ទៅជាប្រក្រតីភាពវិញហើយពលរដ្ឋអាចត្រឡប់ទៅកម្មជីវភាពរបស់ពួកគាត់តាមធម្មតាវិញបានហើយប្រទេសចិនបានសន្យាថានឹងផ្ដល់ជំនួយជាចាំបាច់ផ្សេងៗដើម្បីស្ដារជីវភាពដើម្បីចូលរួមជួយទៅដល់ពលរដ្ឋភៀសសឹកដែលរងគ្រោះពីសង្គ្រាមកាលពីប្រហែលថ្ងៃកាលពី20ថ្ងៃកាលពីខែធ្នូកន្លងទៅផងដែរបាទចាសសូមអរគុណលោកសេរីវត្តដែលបានបកស្រាយនៅចម្ងល់ដែលប្រជាពលរដ្ឋគិតថារាជរដ្ឋាភិបាលដោះដូរសន្តិភាពជាមួយនឹងទឹកដីចា៎អរគុណមលីបាទ